បាទសូមស្វាគមន៍ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងវិលមកវីដេអូថ្មីចែករំលែកទាក់ទងមួយនឹងការបង្ហាញពីរបៀបដូរលុយប្រព័ន្ធ Smartphone $1បាន 8G និង $1.5 បាន 15G ហើយជាមួយនឹងការឆែកលេខឆែកលុយក៏ដូចជាផ្ដាច់គម្រោងនិងបញ្ចូលលុយហើយជាមួយនឹងក្បាលលេខSmartphone ផងដែរអញ្ចឹងបងប្អូនកុំឲ្យរងចាំយូរយើងបងប្អូនយើងនឹងចូលទៅកាន់វីដេអូទាំងអស់គ្នាប៉ុន្តែមុននឹងចូលបងប្អូនកុំភ្លេចជួយSubscribe ទៅក្នុង Channel YouTube របស់ខ្ញុំជាឧត្តម KS ហ្នឹងហើយជាមួយនឹង Like និង Share ផងដែរអូខេអញ្ចឹងមុននឹងយើងចូលទៅតមួយនឹងការដូរលុយគម្រោង$1បាន 8G ទៅលើប្រព័ន្ធ Smartphone ឬថាប្រព័ន្ធ97បងប្អូនអញ្ចឹងបងប្អូននេះខ្ញុំបង្ហាញគំរូផងដែរអញ្ចឹងបងប្អូនយើងត្រូវចូលនៅក្នុងសញ្ញា call នេះបងប្អូនបន្ទាប់ពីចូលក្នុងសញ្ញា call នេះហើយបងប្អូនយើងត្រូវរកមើលប៊ូតុងលេខដើម្បីយើងវាយអក្សរដូចជាវាយលេខសញ្ញាផ្សេងដើម្បីយើងបដូរលុយបានអញ្ចឹងបងប្អូនអញ្ចឹងបងប្អូនរបៀបដូរលុយ$1បាន 8G បងប្អូនយើងត្រូវទី1យើងត្រូវតែចុចសញ្ញាផ្កាយអាហ្នឹងបន្ទាប់ពីយើងមានទឹកប្រាក់នៅក្នុងប្រព័ន្ធ Smartphone ឬក៏ប្រព័ន្ធ97របស់យើងរួចរាល់អញ្ចឹងណាអញ្ចឹងយើងត្រូវបដូរអញ្ចឹងយើងបដូរយើងត្រូវចុចផ្កាយ1535ហើយផ្កាយលេខ8សញ្ញាទ្រង់ជ្រូកអញ្ចឹងនៅពេលយើងចុចបានប៉ុណ្ណឹងហើយបងប្អូនយើងត្រូវតែបញ្ជូនតែបើសិនជាបងប្អូនដាក់នៅក្នុងថត SIM ទី1បងប្អូនចុច SIM ទី1បើដាក់ថត SIM ទី2បងប្អូនចុចថត SIM ទី2អញ្ចឹងយើងធ្វើតែប៉ុណ្ណឹងទៅគឺយើងបដូរ$1ដូរបាន 8G អូខេអញ្ចឹងសម្រាប់$1បាន 8G គឺយើងរួចរាល់ហើយអញ្ចឹងឥឡូវយើងងាកមក$1កន្លះបាន 15G វិញអញ្ចឹងបងប្អូនត្រូវតែដូចមុនដែរយើងត្រូវចុចផ្កាយ1535ផ្កាយ15ហើយត្រង់ជ្រូកអញ្ចឹងអានេះគឺជាគម្រោងដូរលុយ$1កន្លះយើងបានលុយ 15G សម្រាប់គម្រោង Smartphone អញ្ចឹងយើងបញ្ជូនទៅដូចតែមុនដែរថត SIM ទី1យើងចុចទៅលើ SIM ទី1បើសិនជាយើងដាក់ Smartphone នៅក្នុង SIM ទី2យើងចុចទៅលើ SIM ទី2អូខេអញ្ចឹងទៅទៅមួយនឹងបដូរលុយ$1និងដូរលុយ$1កន្លះគឺយើងរួចរាល់ហើយអញ្ចឹងឧទាហរណ៍យើងចង់ផ្ដាច់គម្រោងអញ្ចឹងដើម្បីផ្ដាច់គម្រោងទៅលើ Smartphone បានគឺងាយៗទេបងប្អូនយើងត្រូវតែចុចផ្កាយ100 1200ហើយត្រង់ជ្រូកចុងយើងបញ្ជូនទៅលើ SIM ដែលយើងដាក់នៅក្នុងថតSmartphone ហ្នឹងទៅគឺវានឹងផ្ដាច់គម្រោងអូតូហើយសម្រាប់បញ្ចូលលុយបើបញ្ចូលលុយភាគច្រើនគឺយើងលែងមិនសូវការទិញយកមកកោសហើយភាគច្រើនយើងបាញ់តាមកង់អីចឹងណាអញ្ចឹងអាហ្នឹងខ្ញុំនឹងប្រាប់នៅវីដេអូក្រោយៗទៀតអូខេអញ្ចឹងយើងប្រាប់ពីមួយទៀតគឺបន្ថែមទៅលើការឆែកលេខរបស់ Smartphone អញ្ចឹងរបៀបឆែកលេខរបស់ Smartphone យើងមាន2ជម្រើសយើងអាចឆែកលេខផ្កាយ99ត្រង់ជ្រូកបញ្ជូនក៏បានឬក៏យើងចុចឆែកលេខផ្កាយ1202ត្រង់ជ្រូកបញ្ជូនក៏បានសុំទោសបងប្អូនគឺផ្កាយតែមួយទេផ្កាយ1202នេះបងប្អូនយើងចង់យើងយករបៀបហ្នឹងក៏បានអានេះរបៀបយើងអាប់ដេតក្រោយអញ្ចឹងតែយើងអាចប្រើបានពីរអូខេហើយរបៀបឆែកលុយគឺយើងចុចសាកផ្កាយ097ហើយយើងត្រង់ជ្រូកសុំទោសផ្កាយ097ត្រង់ជ្រូកយើងបញ្ជូនទៅហើយដល់ដូចខ្ញុំនេះចឹងគឺខ្ញុំអត់ប្រើប្រព័ន្ធ Smartphone ក្នុងទូរស័ព្ទនេះទេអញ្ចឹងគឺខ្ញុំអត់អាចបង្ហាញបងប្អូនឲ្យឃើញជាក់ស្ដែងបានទេនេះគ្រាន់តែជាការធ្វើសម្រាប់ក្នុងការបងប្អូនអាចយកទៅប្រើប្រាស់ខ្លួនឯងចឹងណាអូខេអញ្ចឹងសម្រាប់តកតងមួយនឹងការដូរលុយ$1ដូរលុយ$1កន្លះផ្ដាច់គម្រោងជាមួយនឹងការឆែកលេខឆែកលុយគឺខ្ញុំបានបង្ហាញអឺដើមវីដេអូហើយឥឡូវយើងមកមើលក្បាលលេខSmartphone តើវាមានក្បាលលេខអីខ្លះអូខេអញ្ចឹងSmartphone បច្ចុប្បន្នគឺយើងមានលេខសម្គាល់ថាក្បាលថាលេខ Smartphone យើងមាន097ប្រព័ន្ធ Smartphone ដែរ088
យើងមាន071យើងមាន031យើងមាន060សំទោសបងប្អូន060យើងមាន066យើងមាន067យើងមាន068យើងមាន090អូខេអញ្ចឹងយើងមានប៉ុណ្ណឹងបងប្អូនអូខេអញ្ចឹងសម្រាប់បង្ហាញបងប្អូននៅវីដេអូនេះគឺយើងមានបង្ហាញទៅលើការដូរលុយ$1ដូរលុយ$1កន្លះផ្ដាច់គម្រោងចែកលុយចែកលេខជាមួយនឹងលេខក្បាលមិត្តហ្វូនគឺយើងបានបង្ហាញហើយអញ្ចឹងបងប្អូនកុំភ្លេចអឺដើម្បីទទួលបានវីដេអូថ្មីៗទាក់ទងមួយនឹងការចែករំលែកចំណេះដឹងថ្មីបន្ថែមទៀតបងប្អូនកុំភ្លេចជួយ like share និង subscribe នៅក្នុង channel YouTube របស់ខ្ញុំផងអញ្ចឹងអរគុណបងប្អូន